តែអ្នកធ្លាប់សង្កេតមើលចង្ការរបស់អ្នកដែរឬទេពេលដែលមើលមុខខ្លួនឯងយើងភាគច្រើនតែងតែមើលភ្នែកមើលច្រមុះមើលថ្ងាសឬក៏មើលទម្រង់មុខទាំងមូលប៉ុន្តែមានកន្លែងមួយដែលអ្នកមើលមុខតាមជំនឿបែបចិនក៏ដូចជាជំនឿបុរាណជួយចិត្តសង្កេតមើលបន្តិចទេនោះគឺចង្ការនៅក្នុងការមើលមុខតាមប្រពៃណីចិនចង្ការមានអត្ថន័យគួរឲ្យចាប់អារម្មណ៍ពីព្រោះគេច្រើនតែយកវាមកតបជាប់ជាមួយនឹងដំណាក់កាលចុងក្រោយនៃជីវិតស្ថិរភាពជីវភាពរស់នៅនិងភាពសុខសប្បាយសុខសាន្តនៅពេលដែលអាយុកាន់តែច្រើនឡើងបើនិយាយឲ្យងាយយល់នោះគឺគេច្រើនតែប្រៀបធៀបថាមុខរបស់មនុស្សម្នាក់ៗអាចនឹងបង្ហាញពីដំណាក់កាលផ្សេងគ្នានៃជីវិតផ្នែកថ្ងាសគេច្រើនតែយកមកមើលដំណាក់កាលដំបូងផ្នែកកណ្ដាលនៃមុខគេច្រើនតែយកមកមើលដំណាក់កាលដែលមនុស្សភាគច្រើនកំពុងតែកសាងខ្លួនហើយផ្នែកចង្ការត្រូវបានតបជាប់ជាមួយនឹងដំណាក់កាលចុងក្រោយនៃជីវិតមូលហេតុនេះហើយបើសិនជាអ្នកមានចង្ការដែលពេញមូលនិងមានសាច់ល្អបើតាមចំណេះចិនគេច្រើនតែចាត់ទុកថាវាគឺជាទម្រង់ដែលល្អវាមិនមែនមានន័យថាអ្នកកើតមកហើយមានលុយភ្លាមនោះទេក៏មិនមែនមានន័យថាអ្នកមិនចាំបាច់ខំប្រឹងនោះដែរប៉ុន្តែគេច្រើនតែបកស្រាយថាជីវិតអាចនឹងកាន់តែមានស្ថិរភាពនៅពេលដែលអាយុកាន់តែច្រើនឡើងឧទាហរណ៍នៅពេលដែលអ្នកនៅក្មេងអ្នកអាចនឹងមិនទាន់មានអ្វីច្រើននោះទេអ្នកអាចនឹងត្រូវរៀនត្រូវធ្វើការខិតខំរៀនសូត្រនិងស្វែងយល់បទពិសោធន៍ផ្សេងផងដែរក៏ដូចជាត្រូវស្វែងរកអ្វីដែលខ្លួនឯងចូលចិត្តត្រូវសាកល្បងការងារផ្សេងពេលខ្លះត្រូវធ្វើអ្វីមួយហើយមិនជោគជ័យពេលខ្លះរកលុយបានហើយក៏ចំណាយអស់ទៅវិញទៀតពេលខ្លះគិតថាជីវិតរបស់អ្នកក៏មិនទាន់មានទិសដៅច្បាស់លាស់ផងដែរប៉ុន្តែបើសិនជាយើងមើលតាមជំនឿចិនមនុស្សដែលមានចង្ការពេញល្អអាចនឹងជាប្រភេទមនុស្សដែលកាន់តែអាយុកាន់តែច្រើនកាន់តែយល់ពីរបៀបរស់នៅពេលនៅក្មេងអ្នកអាចនឹងធ្វើអ្វីតាមអារម្មណ៍របស់ខ្លួនចង់បានអ្វីក៏ចង់បានភ្លាមចង់ធ្វើការងារអ្វីក៏ចង់សាកភ្លាមចង់រកលុយលឿនក៏ចង់រកបានប៉ុន្តែពេលដែលអ្នកអាយុកាន់តែច្រើនអ្នកនឹងចាប់ផ្ដើមគិតខុសពីមុនអ្នកនឹងចាប់ផ្ដើមដឹងថារកលុយបានមិនគ្រប់គ្រាន់ទេត្រូវចេះរក្សាលុយផងដែរការងារដែលមានប្រាក់ខែខ្ពស់ក៏មិនមែនតែងតែជាការងារដែលល្អបំផុតផងដែរមនុស្សដែលនិយាយល្អជាមួយយើងក៏មិនមែនមានន័យថាគេនឹងគិតល្អឬក៏ជាមនុស្សដែលគួរឲ្យទុកចិត្តបំផុតផងដែរហើយនេះហើយជារឿងដែលបទពិសោធន៍ល្អនឹងបង្រៀនអ្នកសូមស្វាគមន៍អ្នកទាំងអស់គ្នាចូលមកកាន់តារាសាស្ត្រ Jupiter កុំភ្លេចចូលរួមការ like ក៏ដូចជា subscribe អ្នកមួយដើម្បីទទួលបានវីដេអូអប់រំក៏ដូចជាទូទាំងហោរាសាស្ត្របន្តទៀតតើចង្ការរបស់អ្នកមានរូបរាងបែបណាដែរកុំភ្លេចចូលរួម comment និងចែករំលែកវីដេអូនេះទៅឲ្យមិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាផងដែរបើអ្នកមានចង្ការពេញល្អនិងមូលល្អបើតាមការបកស្រាយបែបប្រពៃណីអ្នកអាចនឹងជាមនុស្សដែលកាន់តែចាស់កាន់តែមានភាពនឹងណមិនមែនជោគជ័យនៅក្នុងមួយយប់នោះទេប៉ុន្តែជីវិតអាចនឹងចាប់ដើមឡើងបន្តិចម្ដងដំបូងអ្នកអាចនឹងធ្វើការដើម្បីរកលុយបន្ទាប់មកអ្នកអាចនឹងចាប់ដើមចេះសន្សំសំចៃបន្ទាប់មកទៀតអ្នកអាចនឹងចាប់ដើមគិតពីផ្ទះគិតពីគ្រួសារនិងអាជីវកម្មឬក៏គិតពីអ្វីដែលអាចនឹងផ្ដល់សុភមង្គលក៏ដូចជាសុវត្ថិភាពឲ្យជីវិតរបស់អ្នកនៅថ្ងៃបន្តទៀតហើយនៅពេលដែលអ្នកចាប់ដើមគិតបែបនេះជីវិតក៏ចាប់ដើមមានមូលដ្ឋានរបស់វាផងដែរចំណុចមួយទៀតដែលគួរឲ្យចាប់អារម្មណ៍នោះគឺចង្ការដែលមូលនិងពេញបើតាមជំនឿមិនត្រឹមតែតបភ្ជាប់ជាមួយនឹងទ្រព្យសម្បត្តិនោះទេវាក៏ត្រូវបានតបភ្ជាប់ជាមួយនឹងភាពសុខសាន្តនិងជីវិតគ្រួសារនៅពេលក្រោយផងដែរអត្ថន័យថាមនុស្សម្នាក់អាចនឹងមិនចង់រស់នៅក្នុងភាពប្រញាប់ប្រញាល់រហូតនោះទេពេលដែលនៅវ័យក្មេងអាចនឹងចង់បានរបស់ល្អចង់រកលុយចង់រកសម្រេចគោលដៅលឿនប៉ុន្តែពេលដែលអាយុកាន់តែច្រើនអ្វីដែលចង់បានអាចនឹងប្ដូរពីមុនចង់បានលុយច្រើនប៉ុន្តែក្រោយមកក៏ចង់បានសុខភាពល្អទៅវិញពីមុនចង់ឲ្យមនុស្សគ្រប់គ្នាស្គាល់ប៉ុន្តែក្រោយមកក៏ចង់មានតែមនុស្សល្អនៅជុំវិញខ្លួនទៅវិញនេះហើយគឺជាមូលហេតុដែលនៅក្នុងការបកស្រាយបែបប្រពៃណីចិនចង្ការត្រូវបានតបភ្ជាប់ជាមួយនឹងជីវិតនៅវ័យក្រោយឥឡូវនេះសាកមើលចង្ការរបស់លោកអ្នកម្ដងទៀតទៅមើលថាបើសិនជាចង្ការរបស់លោកអ្នកវែងបន្តិចហើយនឹងមានរាងល្អមិនស្ដើងពេកបើតាមជំនឿគេច្រើនតែភ្ជាប់ជាមួយនឹងមនុស្សដែលមានភាពអត់ធ្មត់និងចេះគិតពីថ្ងៃអនាគតមនុស្សបែបនេះអាចនឹងមិនចូលចិត្តធ្វើអ្វីដែលបានមកលឿននោះទេគេអាចនឹងគិតថាយឺតបន្តិចក៏បានប៉ុន្តែសូមឲ្យវាមានស្ថិរភាពនៅក្នុងការងារអ្នកអាចនឹងមិនចូលចិត្តបដូរការងារជារៀងរាល់ពេលបើសិនជាអ្នករកឃើញអ្វីដែលស័ក្តិសមជាមួយនឹងខ្លួនឯងអ្នកអាចនឹងនៅធ្វើហើយកសាងវាបន្តិចម្ដងរហូតដល់សម្រេចបានផលនៅក្នុងការរកស៊ីក៏ដូចគ្នាដែរអ្នកអាចនឹងចាប់ផ្ដើមពីតូចសិនពេលដែលដឹងថាវាដំណើរការទើបពង្រឹងឬក៏ពង្រីកវាបើតាមជំនឿនេះហើយគឺជារបៀបដែលអាចធ្វើ
ធ្វើឲ្យទ្រព្យសម្បត្តិកើតឡើងតាមពេលវេលាគ្រប់ពេលវាមិនមែនជាលុយដែលធ្លាក់មកពីលើមេឃប៉ុន្តែគឺជាលុយដែលកើតមកពីការខិតខំនិងការចេះគ្រប់គ្រងវាប៉ុន្តែបើសិនជាចង្ការរបស់អ្នកខ្លីហើយស្ដើងឬក៏ស្ដើងខ្លាំងវិញសូមកុំតន់ភ័យវាមិនមែនមានន័យថាអ្នកគ្មានសំណាងឬក៏ជីវិតនឹងអាក្រក់នោះទេបើតាមការមើលមុខបែបប្រពៃណីចិនគ្រាន់តែជាការបកស្រាយថាមនុស្សប្រភេទនេះអាចនឹងត្រូវពឹងលើខ្លួនឯងនិងខំកសាងស្ថិរភាពច្រើនជាងមុនមានមនុស្សខ្លះមិនមានអ្វីសោះនៅពេលវ័យក្មេងប៉ុន្តែពេលដែលអាយុ30-40 ឆ្នាំឡើងទៅគេអាចនឹងមានជីវភាពល្អផ្ទាល់ខ្លួនផងដែរអាចនឹងមានផ្ទះអាចនឹងមានទ្រព្យសម្បត្តិអាចនឹងមានគ្រួសារដែលមានស្ថិរភាពគួរឲ្យកក់ក្ដៅដូច្នេះมันអាចមើលតែចង្ការមួយមុខនោះទេហើយនិយាយថាមនុស្សម្នាក់នឹងខ្លាចទៅជាអ្នកមានឬក៏អ្នកក្រនៅក្នុងជំនឿចិនគេច្រើនមើលទម្រង់ទាំងមូលនៃមុខជាមួយនឹងគ្នាផងដែរចង្ការគ្រាន់តែជាផ្នែកមួយតែប៉ុណ្ណោះហើយបើសិនជាមានចង្ការមួយប្រភេទទៀតនោះគឺចង្ការដែលមានរាងមូលប៉ុន្តែចុងចង្ការមិនមុតឬក៏ស្រួចពេកនោះទេបើតាមជំនឿគេច្រើនតែមើលថាវាជារូបរាងដែលមានភាពនឹងណមនុស្សប្រភេទនេះអាចនឹងចូលចិត្តភាពស្ងប់ស្ងាត់មិនចូលចិត្តមានបញ្ហាជាមួយនឹងមនុស្សច្រើននៅពេលដែលមានបញ្ហាគេច្រើនតែចង់ដោះស្រាយឲ្យវាចប់សពមិនចង់ទុកឲ្យវាអូសបន្លាយយូរនោះទេបើនៅក្នុងគ្រួសារក៏អាចជាមនុស្សដែលចង់ឲ្យអ្នកផ្ទះមានស្ថិរភាពផងដែរពេលដែលមានអាយុកាន់តែច្រើនគេចង់ឲ្យកន្លែងដែលរស់នៅដែលខ្លួនមានអារម្មណ៍ថានេះគឺជាកន្លែងរបស់ខ្ញុំមាន space របស់ខ្លួនឯងនិងមានទីកន្លែងស្ងប់សុខរបស់ខ្លួនឯងហើយនេះក៏ជាមូលហេតុដែលចង្ការត្រូវបានតបជាប់ជាមួយនឹងពាក្យថាផ្ទះនិងមូលដ្ឋាននៃជីវិតនៅក្នុងការបកស្រាយបែបប្រពៃណីបាននិយាយអំពីរឿងស្នេហានិងគ្រួសារបើតាមជំនឿមនុស្សដែលមានចង្ការពេញល្អអាចនឹងត្រូវបានបកស្រាយថាជាមនុស្សដែលមានពេលអាយុកាន់តែច្រើនចង់បានទំនាក់ទំនងនិងស្ថិរភាពជាងមុននៅវ័យក្មេងអាចនឹងស្រឡាញ់តាមអារម្មណ៍ប៉ុន្តែអាចនឹងចូលចិត្តមនុស្សដែលគួរឲ្យរំភើបបានន័យថាជាមនុស្សដែលពូកែពូកញ្ជ្រោឬក៏ពូកែ surprise ឬក៏ពូកែធ្វើអ្វីឲ្យភ្ញាក់ផ្អើលប៉ុន្តែដល់ពេលចុងក្រោយមកអ្នកអាចនឹងចាប់ផ្ដើមគិតថាខ្ញុំមិនត្រូវការមនុស្សដែលល្អតែពេលនិយាយនោះទេខ្ញុំត្រូវការមនុស្សដែលនៅជាមួយខ្ញុំពេលដែលមានបញ្ហារួមសុខរួមទុក្ខជាមួយនឹងគ្នានេះគឺជាការផ្លាស់ប្ដូរដែលអាចនឹងកើតឡើងនៅពេលដែលមនុស្សមានអាយុកាន់តែចាស់ទុំហើយបើសិនជាអ្នកមានចង្ការដែលមូលពេញនិងមានសាច់ល្អបើតាមជំនឿគេច្រើនតែមើលឃើញថាអ្នកអាចនឹងមានបំណងចង់បង្កើតគ្រួសារដែលមានភាពកក់ក្ដៅនិងមានមូលដ្ឋានរឹងមាំនៅពេលដែលអាយុច្រើនជាងមុនអ្នកប្រហែលជាមិនចង់ប្រកួតប្រជែងជាមួយនឹងនរណានោះទេអ្នកចង់ឲ្យការងាររបស់អ្នកមានស្ថិរភាពបានយូរអង្វែងចង់ឲ្យប្រាក់ខែដែលរកបានមិនបាត់បង់ដោយងាយចង់ឲ្យកូនឬក៏ក្នុងគ្រួសារមានជីវភាពល្អនិងជីវិតល្អហើយអ្វីដែលអ្នកធ្លាប់ប្រឹងនៅពេលវ័យក្មេងចាប់ផ្ដើមខ្លាយទៅជាអ្វីដែលអ្នកអាចនឹងពឹងផ្អែកនៅពេលថ្ងៃក្រោយផងដែរដូច្នេះហើយបើតាមជំនឿចិនចង្ការមិនមែនគ្រាន់តែជាទម្រង់មុខនោះទេវាត្រូវបានគេយកមកធ្វើជានិមិត្តសញ្ញានៃដំណាក់កាលក្រោយនៃជីវិតបើចង្ការរបស់អ្នកមានសាច់ល្អនិងមានរាងសមរម្យគេច្រើនតែបកស្រាយថាជីវិតនៅពេលក្រោយអាចនឹងមានស្ថិរភាពនិងភាពនឹងណប៉ុន្តែបើសិនជាចង្ការមិនពេញក៏មិនមែនមានន័យថាអ្នកនឹងជួបតែរឿងអាក្រក់នោះដែរមនុស្សម្នាក់អាចនឹងមានចង្ការស្ដើងប៉ុន្តែការខិតខំខ្លាំងអាចនឹងមានចំណេះដឹងល្អអាចនឹងគ្រប់គ្រងលុយបានយ៉ាងល្អអាចនឹងជ្រើសរើសមនុស្សជុំវិញខ្លួនបានត្រឹមត្រូវហើយអាចនឹងកសាងជីវិតបានយ៉ាងល្អជាងមនុស្សដែលមានទម្រង់មុខតាមជំនឿល្អផងដែរពីព្រោះនៅទីបំផុតមុខគ្រាន់តែជាការបកស្រាយតាមជំនឿជីវិតពិតគឺអ្វីដែលយើងធ្វើជារៀងរាល់ថ្ងៃការងារការសម្រេចចិត្តការគ្រប់គ្រងប្រាក់ការជ្រើសរើសមនុស្សនិងរបៀបដែលយើងដោះស្រាយបញ្ហាដូច្នេះបើសិនជាអ្នកមើលចង្ការរបស់ខ្លួនឯងនៅពេលនេះកុំគិតថាតើខ្ញុំមានសំណាងដែរឬក៏អត់សាកគិតមួយជំហានទៀតថាតើខ្ញុំកំពុងតែកសាងអនាគតរបស់ខ្លួនឯងបានយ៉ាងដូចម្តេចពីព្រោះបើតាមជំនឿចង្ការត្រូវបានតបជាប់ជាមួយនឹងជីវិតនៅពេលក្រោយហើយបើសិនជាមានរឿងមួយដែលគួរឲ្យចាប់អារម្មណ៍ឬក៏គួរឲ្យចងចាំនោះគឺវាគឺជាសំណាងមិនមែនមានតែអ្វីដែលយើងកើតមកជាមួយនោះទេពេលខ្លះសំណាងបានមកគឺជាមនុស្សល្អម្នាក់ដែលយើងបានជួបពេលខ្លះសំណាងគឺជាឱកាសមួយដែលយើងហ៊ានចាប់ហើយពេលខ្លះសំណាងក៏ជាការសម្រេចចិត្តត្រឹមត្រូវមួយដែលយើងធ្វើបានហើយធ្វើនៅថ្ងៃដែលគ្មាននរណាម្នាក់ដឹងវានឹងអាចផ្លាស់ប្ដូរជីវិតរបស់យើងដូច្នេះសាកមើលចង្ការរបស់អ្នកម្ដងទៀតចង្ការរបស់អ្នកមូលឬក៏ពេញវែងឬក៏ខ្លីមានសាច់ល្អឬក៏ស្ដើងបើតាមជំនឿចិនទម្រង់ទាំងនេះអាចនឹងមានការបកស្រាយខុសៗគ្នាជាពិសេសចំពោះជីវិតនៅពេលក្រោយស្ថិរភាពទ្រព្យសម្បត្តិនិងជីវភាពគ្រួសារក៏ដូចជាភាពមានឬក៏ក្រប៉ុន្តែសូមចងចាំថានេះគឺជាការបកស្រាយតាមប្រពៃណីមុខវិជ្ជាចិនប៉ុណ្ណោះ
មិនមែនជាវិធីនៃវិទ្យាសាស្ត្រដែលអាចកំណត់អនាគតរបស់អ្នកបាននោះទេហើយចង្ការបស់អ្នកវិញតើមានរូបរាងបែបណាដែរកុំភ្លេចចូលរួម comment ទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់រហូតដល់ចប់សូមឲ្យអ្នកទាំងអស់គ្នាមានសំណាងអស់មួយជីវិត